នៅភូមិកំពង់សៀមមានស្ពានចាស់មួយឈ្មោះស្ពានអាតកំបាំងដែលគេនិយាយថាមានខ្មោចក្មេងស្រីម្នាក់ដែលលង់ទឹកស្លាប់នៅទីនោះអ្នកភូមិជឿថានាងតែងលងបន្លាចនិងដើម្បីយកជីវិតអ្នកដែលដើរឆ្លងកាត់ស្ពាននៅពេលយប់កាលពី20ឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះវីណាអាយុ10ឆ្នាំដែលធ្លាប់រស់នៅជាមួយឪពុកម្ដាយដែលមានជីវភាពក្រីក្រនាងត្រូវបានគេជឿថាលង់ទឹកស្លាប់នៅពេលដែលដើរតាមស្ពាននេះក្នុងពេលភ្លៀងធ្លាក់ខ្លាំងតែមានអ្នកភូមិខ្លះនិយាយថានាងត្រូវបានគេចាប់ចងជើងហើយចោលទៅក្នុងទឹកព្រោះឪពុកម្ដាយនាងជំពាក់ប្រាក់អ្នកភូមិម្នាក់ចាប់តាំងពីពេលនោះមកមានអ្នកភូមិជាច្រើនដែលដើរកាត់ស្ពាននេះនៅពេលយប់បានឮសំឡេងក្មេងស្រីយំសោកនិងឃើញស្រមោលអណ្ដែតនៅលើផ្ទៃទឹកមានអ្នកខ្លះទៀតថែមទាំងឃើញមានដៃដ៏សែនវែងហោះចេញពីទឹកទៀតផងហាក់ដូចជាកំពុងព្យាយាមចាប់អ្វីមួយនៅយប់មួយមានក្មេងប្រុសម្នាក់ឈ្មោះរតនាដែលជាអ្នកភូមិហ៊ានដើរតាមស្ពាននេះម្នាក់ឯងនៅពេលដែលដើរកាត់គាត់ឮសំឡេងក្មេងស្រីស្រែកថាបងជួយយកខ្ញុំឡើងផងបងជួយយកខ្ញុំឡើងផងស្រាប់តែពេលនោះក្មេងប្រុសដែលឈ្មោះរតនាបានងាកមកមើលក្នុងទឹកហើយឃើញមុខក្មេងស្រីមួយស្លៀកពាក់ពណ៌សដែលកំពុងលិចអណ្ដែតភ្នែកនាងធំហើយមានសក់វែងសើមជាប់មុខនាងលើកដៃឡើងហាក់ដូចជាកំពុងសុំឲ្យគាត់ទាញនាងឡើងរតនាស្ទុះចាប់ដៃនាងហើយភ្លាមនោះគាត់ឮសំឡេងសើចពីក្រោមទឹកដៃដែលគាត់កំពុងចាប់មានសភាពត្រជាក់ហើយហាក់ដូចជាមានកម្លាំងអាត់កំបាំងមួយកំពុងទាញគាត់ចូលទៅក្នុងទឹករតនាបានស្រែកខ្លាំងហើយបានប្រឹងរកខ្លួនចេញពីការទាញនោះគាត់រត់ត្រឡប់ទៅភូមិវិញដោយភ័យរន្ធត់ហើយនិយាយថាគាត់បានឃើញខ្មោចវីណាជាក់ស្ដែងចាប់តាំងពីពេលនោះមកអ្នកភូមិគ្រប់គ្នាបានប្រាប់គ្នាថាមិនត្រូវដើរកាត់ស្ពាននេះពេលយប់ទេពួកគេជឿថាវីណានៅតែរងចាំនរណាម្នាក់ដើម្បីយកជីវិតហើយនៅពេលដែលភ្លៀងធ្លាក់ខ្លាំងអ្នកភូមិខ្លះនៅតែឮសំឡេងក្មេងស្រីយំពីក្រោមស្ពានជួយខ្ញុំផងខ្ញុំរងាណាស់ជួយខ្ញុំផងខ្ញុំរងាណាស់រយៈពេល3ខែក្រោយមកព្រឹត្តិការណ៍រតនាជួបខ្មោចវីណានៅភូមិកំពង់សៀមនៅតែមិនស្ងប់ស្ងាត់ដដែលគ្មាននរណាម្នាក់ហ៊ានដើរតាមស្ពានអាត់កំបាំងនៅពេលយប់ហើយអ្នកភូមិជាច្រើនបានចាប់ផ្ដើមយល់ឃើញថាវីណាចង់បាននរណាម្នាក់ដើម្បីបន្តហើយដើម្បីឲ្យនាងបានចាកចេញពីទីនេះនៅថ្ងៃពេញបរមីយប់មួយមានគ្រួសារថ្មីមួយបានផ្លាស់ប្ដូរមករស់នៅភូមិនេះពួកគេមានកូនស្រីអាយុ9ឆ្នាំឈ្មោះសេរីដែលមានរូបរាងស្រដៀងនឹងវីណាយ៉ាងខ្លាំងសេរីបានលេងនៅជិតស្ពាន
ហើយជាញឹកញាប់សេរីបាននិយាយថានាងឃើញក្មេងស្រីម្នាក់កំពុងតែលេងទឹកម្នាក់ឯងថ្ងៃមួយម្ដាយរបស់សេរីបានឮនាងនិយាយដដែលថាមានបងស្រីម្នាក់ហៅខ្ញុំទៅលេងនៅស្ពានហើយនាងសុំឲ្យខ្ញុំលេងជាមួយនាងនៅក្នុងទឹកឪពុកម្ដាយរបស់សេរីភ័យខ្លាចខ្លាំងអូដឹងពេលរឿងខ្មោចវីណាពេលយប់នោះសេរីបានភ្ញាក់ពីដេកហើយបានស្រែកថាបងវីណាមកហើយនាងចង់យកខ្ញុំទៅពេលនោះម្ដាយរបស់សេរីបានឃើញនាងស្រមោលឈរនៅមាត់ទ្វារហើយសេរីចាប់ដើមយំដោយមិនដឹងមូលហេតុពួកគេបានយកនាងទៅវត្តដើម្បីឲ្យព្រះសង្ឃធ្វើពិធីបួងសួងព្រះអង្គមួយអង្គដែលមានឫទ្ធិបានបញ្យល់ថាវីណាចង់យកសេរីធ្វើជារូបរាងថ្មីដើម្បីជំនួសនាងហើយនាងបានទៅចាប់ជាតិដូច្នេះព្រះសង្ឃបានរៀបចំពិធីបញ្ជូនវីណាទៅភពមនុស្សដោយប្រើអំបោះសនិងទឹកប្រោះមុននៅពេលពិធីកំពុងដំណើរការអ្នកភូមិឮសំឡេងខ្យល់ខ្លាំងហើយឃើញស្រមោលវីណាលេចឡើងនៅក្បែរស្ពាននាងឈរនៅទីនោះភ្នែករបស់នាងធំពោពេញទៅដោយឈាមហើយមានសក់វែងនាងថែមទាំងមានទឹកភ្នែកហូរមកជ្រងច្រាងព្រះសង្ឃបានស្រែកប្រកាសថាវីណាអ្នកត្រូវតែទៅហើយកុំធ្វើបាបអ្នកដទៃទៀតភ្លាមនោះស្ពានញ័រខ្លាំងហើយសំឡេងកណ្ដាលអាកាសបន្លឺឡើងពេលនោះវិញ្ញាណរបស់វីណាបាននិយាយថាខ្ញុំទៅហើយ